នៅវេលាព្រឹកថ្ងៃពុធទី10ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យឆ្លៀតក្នុងឱកាសនេះសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ច្បាស់ៗច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនដែលដកស្រង់សម្ដីរបស់សម្ដេចខុសពីការពិតជុំវិញចំហរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃសម្ដេចតេជោក៏បានផ្ញើសារទៅកាន់សារព័ត៌មានថៃជុំវិញប្រសាសន៍របស់សម្ដេចកាលពីព្រឹកថ្ងៃទី9ខែមិថុនាឆ្នាំ2026ក្នុងពេលចុះសួរសុខទុក្ខបងប្អូនជនពិសឹកនៅខេត្តបន្ទាយមានជ័យថាសម្ដេចមិនបានប្រកាសចំហដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយប្រើប្រាស់កម្លាំងយោធាដោយការចុះផ្សព្វផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះទេសម្ដេចគ្រាន់តែលើកឡើងចោទជាសំណួរនៅជំរឿស2ឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះដោយជំរឿសទី1ជំរឿសប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកទឹកដីដែលថៃដណ្ដើមកាន់កាប់ត្រឡប់មកវិញនិងជំរឿសទី2ជំរឿសដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិក្នុងចំណោមជំរឿសទាំងពីរនេះសម្ដេចតេជោបានសង្កត់ធ្ងន់ៗថាជំរឿសទី1គឺការប្រើប្រាស់កម្លាំងយោធាកម្ពុជាមិនត្រូវការនោះឡើយតែសម្ដេចបានប្រកាសចំហយ៉ាងច្បាស់លាស់ទៅកាន់ជនរួមជាតិថាកម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិសម្ដេចក៏បានក្រានរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឲ្យបានល្អប្រសើរបំផុតជាពិសេសបន្តយកចិត្តទុកដាក់ផ្ដល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពខ្ពស់បំផុតសម្ដេចតេជោក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដីយុទ្ធជនពលីព្រមទាំងអតីតយុទ្ធជនសម្ដេចបានលើកឡើងបង្ហាញពីវីរភាពនិងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ពយើងដែលបានយកទ្រូងពំក្របដើម្បីការពារជាតិទឹកដីនិងប្រជាជនដើម្បីតបស្នងសងគុណក៏ដូចជាការអនុវត្តនយោបាយខឿនការពារជាតិរបស់ប្រជាជនសម្ដេចបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេកុំឲ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារសម្ដេចតេជោហ៊ុនសែនក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងកិច្ចការពារអភិរក្សនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនានាឲ្យបាននិងចូលរួមថែរក្សាឲ្យបានគង់វង្សសម្ដេចក៏បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សាស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរួមមានការចុះបង្ក្រាបនៅបទល្មើសផ្សេងៗដូចជាចោរឆក់ចោរប្លន់ការជួញដូរមនុស្សការជួញដូរគ្រឿងញៀននិងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាជាដើមសម្ដេចតេជោបានក្រានរំលឹកដល់មន្ត្រីទាំងអស់ជៀសវាងភាពអសកម្មជាដាច់ខាតឬការគៀបសង្កត់ណាមួយដល់បងប្អូនប្រជាពលរដ្ឋហើយត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយនីរបស់ប្រជាជននោះទេមន្ត្រីគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនពីខ្ញុំបាទសេងខ្មែរ